วิธีបើកមុខងារនិយាយសំឡេងដើម្បីឲ្យទូរស័ព្ទដៃរបស់យើងសរសេរអក្សរតាមសំឡេងដែលយើងកំពុងនិយាយបានភ្លាមតែម្ដងបងប្អូនយើងទាំងអស់គ្នាឥឡូវនេះដែលចង់សរសេរអត្ថបទអីវែងនៅលើបណ្ដាញសង្គមជាពិសេសនៅក្នុងទូរស័ព្ទដៃរបស់យើងណាបងប្អូនមិនចាំបាច់សរសេរតាម typing វាយអក្សរមួយទៀតទេឥឡូវនេះមានមុខងារមួយដែលយើងអាចបើកនៅលើទូរស័ព្ទដៃហើយយើងគ្រាន់តែនិយាយសំឡេងទៅអក្សរហ្នឹងនឹងសរសេររត់តាមសំឡេងដែលយើងនិយាយមកភ្លាមហើយលឿនមែនតើអ្នកគ្នាចំណេញពេលអត់ហត់ហើយគឺងាយស្រួលមែនតើអញ្ចឹងបងប្អូនអ្នកគ្នាអាចបើកមុខងារមួយនេះបានហើយអត់មានអស់លុយអីទាំងអស់អូខេអញ្ចឹងដំបូងឡើយត្រូវចូលទៅយក link download កម្មវិធីហ្នឹងបងប្អូនចូលមកកាន់ Facebook សិនហើយ search រក page Azado បងប្អូនវាយក៏បានដែរណាអញ្ចឹង page យើងមានតែមួយទេបងប្អូនចំណាំ logo ហ្នឹងមានអ្នកតាមដាន 153k ហើយនៅលើគេនេះបងប្អូននឹងឃើញ link មួយពណ៌ខៀវដែលយើងដាក់ link channel Telegram បងប្អូនចុចលើ link ហ្នឹងមកនឹងចូលមកដល់ channel Telegram ក្រុមរបស់យើងដែលមានអ្នក subscribe រហូតដល់ទៅ 10000 ជាងអ្នកបងប្អូននឹងឃើញ link នេះបងប្អូនណាយើងដាក់នៅក្រោមគេបងប្អូនចុចលើហ្នឹងមកនឹងចូលមកដល់កម្មវិធី Gboard Google Keyboard ណាចុច download យកកម្មវិធីហ្នឹងមកខ្ញុំអត់ចង់ឲ្យបងប្អូន search ដោយសារ search វាមាន logo ស្តៀងហ្នឹងច្រើនវាអាចខុសណាចុះបងប្អូនបើកពេលដែល download ពេញហើយបងប្អូនបើកមកដំបូងឡើយបងប្អូនចុចពាក្យ get start តាមព្រួយដែលខ្ញុំបង្ហាញបន្តមកទៀតបងប្អូនចុចពាក្យ enable full access ខាងលើគេហ្នឹងហើយបន្តមកទៀតចុចពាក្យ get start ចាពេលដែលចុចមកទូរស័ព្ទយើងនឹងនាំមកយើងកន្លែងនេះហើយយើងចុចពាក្យ keyboard ណាចុចពាក្យ keyboard ដែរបងប្អូនត្រូវបើកកន្លែង allow full access នេះហើយបន្តមកទៀតចុច allow ទៀតដើម្បីបើកកម្មវិធីហ្នឹងវាប្រើនៅក្នុងទូរស័ព្ទដៃយើងបានណាបន្តមកទៀតជំហានបន្តបងប្អូនចុចពាក្យ language កន្លែងទី2ហ្នឹងណាចុចមកដល់កន្លែងនេះបងប្អូននឹងឃើញពាក្យ add language ចុចលើ add language មកហើយមានភាសាច្រើនមែនទែនទូទាំងសកលលោកចឹងកុំឲ្យពិបាករកបងប្អូនចុចកន្លែងសញ្ញា search ហ្នឹងហើយវាយពាក្យខ្មែរតែម្ដងអូខេអញ្ចឹងឃើញណាអក្សរខ្មែរចុចមកឃើញទេដំឡើងចូលហើយបន្តមកទៀតបងប្អូនចុចកន្លែង edit លើនោះហើយបន្តមកទៀតបងប្អូនរុញសញ្ញាហ្វុងខ្មែរឡើងទៅលើណារុញកន្លែងពីរហ្នឹងបានណាយល់ទេបងប្អូនចារុញហើយចុចពាក្យ down មកឃើញទេខ្មែរទៅលើណាអូខេអញ្ចឹងយើងទៅសាកល្បងនិយាយសំឡេងនៅក្នុងកម្មវិធី Messenger មួយចាឥឡូវយើងបើកហើយណាកម្មវិធីនេះយើងបើកដំណើរការហើយឥឡូវចូលមក Messenger ចាដំបូងឡើយបងប្អូនចុចកន្លែងផែនទីនឹងឲ្យយូរយកដៃចុចឲ្យយូរហើយចុចយកពាក្យ keyboard ហើយបន្តមកទៀតដើម្បីនិយាយសំឡេងបានបងប្អូនត្រូវចុចអាកន្លែងសញ្ញាមីក្រូនេះណាហើយបន្តមកទៀតចុចពាក្យយល់ព្រមបន្ទាប់ពីចុចពាក្យយល់ព្រមមកទូរស័ព្ទដៃយើងនឹងសួរយើងហើយយើងចុច allow ទៅដើម្បីឲ្យបើកសំឡេងការនិយាយគ្រាន់តែបើកមកបងប្អូនអាចនិយាយបានទេឃើញទេសួស្តីប្រិយមិត្តទាំងអស់គ្នារីករាយស្វាគមន៍ជួបគ្នានៅក្នុងវីដេអូថ្មីម្ដងទៀតហើយបើអ្នកទាំងអស់គ្នាពេញចិត្តសូមចូលរួមចុច like និង share ហើយចុចតាមដាននៅលើ page របស់ខ្ញុំម្នាក់មួយផងសូមអរគុណឃើញទេលឿនមែនតើបងប្អូននិយាយមកគឺថាអក្សរនឹងរត់តាមសំឡេងរបស់យើងឃើញទេចាំតអាសញ្ញាវិលនឹងមកផ្លែទៅចូលមកដល់ Messenger គឺអក្សរដែលយើងនិយាយសំឡេងដែលយើងនិយាយគឺចេញជាអក្សរហើយស្រែកអូតូតែម្ដងឃើញទេបងប្អូនងាយស្រួលណាស់លឿនទៀតចង់សរសេរអត្ថបទវែងអីនិយាយមកអូខេហើយចុច send ទៅឃើញទេឥឡូវយើងទៅអនុវត្តមួយទៀតនៅលើ caption ឥឡូវចូលមក Facebook ឥឡូវសរសេរ caption មួយណាពីមុនមកយើងសរសេរតាម typing មួយមែនទេអូខេឥឡូវយើងបើកអាកន្លែងសញ្ញាផែនទីនឹងឲ្យយូរមកចុចលើផែនទីនឹងឲ្យយូរហើយចុចយកពាក្យ keyboard មើលតាមព្រួយបន្តមកទៀតបងប្អូនត្រូវចុចសញ្ញាមីក្រូនេះចុចឲ្យយូរណាចុចលើសញ្ញាមីក្រូហ្នឹងមកចាប់ផ្ដើមនិយាយសួស្តីប្រិយមិត្តជាទីស្រឡាញ់ជួបគ្នានៅវីដេអូថ្មីម្ដងទៀតហើយបងប្អូនពេញចិត្តសូមចូលរួម share ចែករំលែកចំណេះដឹងនេះទៅកាន់មនុស្សបន្តទៀតហើយយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៀតសូមអរគុណជួយចុចតាមដាននៅ page របស់ខ្ញុំម្នាក់មួយផងឃើញអរគុណចាលឿនមែនតើបងប្អូនណាហើយរងចាំឲ្យសញ្ញាវិលនឹងមកផ្លែទៅគាត់ទៅចូលមកវិញអក្សរសំឡេងដែលយើងនិយាយនេះគឺចេញជាអក្សរហើយស្រែកហ្មងឃើញទេបងប្អូនផុសតែម្ដងអញ្ចឹងងាយស្រួលមែនតើបងប្អូនអត់មានអស់លុយអីទាំងអស់បងប្អូនណាអញ្ចឹងបងប្អូនមើលឲ្យអនុវត្តតាមបើមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមវីដេអូបានហើយបញ្ជាក់ជូនការអនុវត្តនេះគឺនៅលើទូរស័ព្ទ iPhone អរគុណច្រើនបងប្អូនសង្ឃឹមថាបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនពីវីដេអូមួយនេះអរគុណមែនតើសម្រាប់ការគាំទ្រយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណ